បាទនេះគឺជារបៀបដាក់លេខទំព័រនៅក្នុងកម្មវិធី Google Docs ណាជាដំបូងគឺយើងចូលទៅរកពាក្យ insert បន្ទាប់មកទៀតយើងយកពាក្យ page element បន្ទាប់មកទៀតយើងចុចទៅពាក្យ page number បន្ទាប់មកទៀតចុចទៅទីតាំងទំព័រនេះវានឹងលោតយ៉ាងដូចនេះអញ្ចឹងយើងអាចសរសេរនៅលើទីនេះបានគឺសរសេរជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានទំព័រទី1ទំព័រទី1រួចចុច escape ជាការស្រេចបាទសូមអរគុណសូមជម្រាបលា